ឥឡូវយើងនឹងបង្ហាត់សាច់រឿងឬមកក៏ spoil រឿង Thunderbolt នេះទាំងអស់គ្នានិយាយទៅខ្ញុំចង់និយាយកន្លែងសាច់រឿងដែលមកដោយសារតែរឿងនេះគឺវាជារឿងមួយដែលវាមានសាច់រឿងរបស់វាមួយបែបវាថាម៉ានក្នុងប្លុកហ្នឹងអត់មានបែកខ្ញែកតាក់ទងទៅនឹងរឿង multiverse ឆ្លងចក្រវាលស្អីណាមាន Easter egg តួអង្គ Captain America បង្ហាញមុខនិយាយទៅគឺតួអង្គនេះឃើញប្រហែលនៅក្នុង trailer នៅក្នុងការ cast គឺមានប៉ុណ្ណឹង action វិញគឺវាអត់សូវមានអីណា action ដែលហៅប៊ូមើលទៅធំខ្លាំងមហាសាលដោយកន្លែងឈុតឆាកវាយជាមួយនឹង Ultron វាយជាមួយនឹងអីនៅក៏ទុយរឿងអីទេគឺជារឿងមួយដែលសាច់រឿងវាផ្ដោតទៅលើតួអង្គទាំងអស់ហ្នឹងហើយបើនិយាយពីតួអង្គចតុក្រវិញគឺក្នុងរឿងនេះមិនមែនយាយ Valentina នោះទេគាត់គ្រាន់តែជាកូនតួអង្គចតុក្រមួយទេមិនមែនជា Sentry ទេប៉ុន្តែគឺជាតួអង្គ Thunderbolt អ្នកក្នុងក្រុមនឹងទាំងអស់ត្រូវប្រឈមមុខជាមួយនឹងអតីតកាលខ្លួនឯងប្រឈមមុខជាមួយនឹងការទទួលយកអ្វីខ្លួនឯងបានធ្វើអញ្ចឹងណាมันឃើញពីតួអង្គហ្នឹងកំពុងតែព្យាយាមredemption ធ្វើវាថាសាងខ្លួនឯងឡើងវិញរកខ្លួនឯងប្រឈមមុខជាមួយនឹងតំបៅចាស់មកពីអតីតកាលអ្វីខ្លួនឯងបានធ្លាប់បានធ្វើហើយខ្ញុំសប្បាយចិត្តមែនទែនតែគេវាថាឲ្យយើងបង្ហាញពី background តួអង្គនៅបន្ថែមតិចយើងអាចឃើញបន្ថែមអញ្ចឹងណាតែបើយើងនិយាយ just ទៅក្រុម Thunderbolt នេះគឺជាក្រុមមួយដែលយើងមើលមកផ្លែតចេះវាខ្សោយមែនទែនដោយសារតែវាអត់មានតួអង្គណាដែលមានថាអំពូលឲ្យខ្លាំងមានតែតួអង្គ Ghost មួយគាត់បើតួអង្គផ្សេងពីច្រើនមានតែកលាំងមានតែអីទេដែលជាហេតុធ្វើឲ្យមើលទៅ line up វារៀងសេវវាមិនសូវជាមើលទៅត្រៀមខ្លួនសម្រាប់តួអង្គ Doctor Doom អញ្ចឹងទៅតែដូចខ្ញុំនិយាយអញ្ចឹងសាច់រឿងរបស់វាគឺប្រើប្រាស់តួអង្គ Agile ទាំងអស់ហ្នឹងបានល្អបើដាក់ចូលគ្នាទៅវាស៊ីគ្នាវាខំគ្នាគ្រាន់តែថាហ្នឹងឯណាគាត់ទៅគេលោកគេអាចបន្ថែមតួអង្គផ្សេងមកចូលក្នុងអញ្ចឹងណាទៅគឺខ្ញុំអត់ធ្វើជាមានអីការអំពឹងទុកពីក្នុង roster ពីក្នុង line up ប្រហែលអ្នកនៅក្នុងក្រុមហ្នឹងដូចជា Bucky, Yelena, Red Guardian, Ghost, Taskmaster ដែលងាប់បាត់ចោលលុយថាអាសិនហ្នឹងគឺងាប់យ៉ាងឯណាជាមានហ្មងហើយនឹងតួអង្គទៀតហ្នឹងគឺ Sentry ហ្នឹងឯងកន្លែងថាពួកនឹងជុំគ្នាដំបងដោយសារការព្យាយាមសម្រាប់គ្នាទៅវិញទៅមកហ្នឹងគឺវាសប្បាយមែនទែនហើយក៏ឲ្យពួកនឹងកសាងតំណែងគ្នាបានល្អហើយក៏ខ្ញុំបានឃើញពីតួអង្គ Sentry នៅក្នុងហ្នឹងដែរដែលវាខ្ញុំគាត់ថាវា work អាកន្លែង connection ទាំងអស់ហ្នឹងគឺវា work មែនទែនតួអង្គមួយវិញដូចជាតួអង្គ US agent ឬមួយក៏ John Walker ហ្នឹងគឺជាតួអង្គមួយដែលខ្ញុំសប្បាយចិត្តខ្ញុំរំភើបដែលតែខ្ញុំចូលចិត្តតួអង្គហ្នឹងខ្លាំងហើយក្នុងនេះគឺខ្ញុំបានឃើញពីតួអង្គហ្នឹងបន្ថែមតួអង្គ Yelena ជាតួអង្គអាចនិយាយបានថាកូនសោសំខាន់មួយក្នុងនឹងដោះស្រាយនៅបញ្ហាផ្សេងតួអង្គ Bucky ដែលយើងឃើញថាតួអង្គនេះឥឡូវរៀង serious ជាមុនរៀងគេហៅថាវាយរៀងត្រាស់ដឹងជាមុនរៀងស្ងប់ស្ងាត់រៀងមើលទៅមានសន្តិវិធីវាទៅយើងមើលទៅឃើញតួអង្គដូចតួអង្គនៅពេលដែលផោបានខ្លាយទៅជា Dragon Warrior អញ្ចឹងហើយសូម្បីតែតួអង្គ Ghost ដែលខ្ញុំគាត់ថាតួអង្គនេះក៏គ្មានគួរឲ្យចាប់អារម្មណ៍ដែរប៉ុន្តែក្នុងនេះគឺអត់មានកន្លែងណាថាតួអង្គនោះភ្លាវហ្មងគឺលយមែនតើបើនិយាយពីតួនាទីរបស់រ៉េកាលេននេះគឺកប្លែងហើយនឹងញាត់មនុស្សចេតនាជាមួយនឹង Yelena បន្ថែមតែប៉ុណ្្នឹងទេចំពោះតួអង្គ Sentry ជាតួអង្គធំតែអ្នកតំណងមួយ Yelena គឺវាទៅមុខលយតែអ្នកតំណងជាមួយនឹងយាយ Valentina នេះរៀងភ្លាវតិចហើយតួអង្គមួយទៀតគឺ Mel ដែលតួអង្គហ្នឹងគឺបាត់ឆឹងហ្មងមករឿងទាំងមូលហ្នឹងគឺយើងបានឃើញថាអ្នកនៅក្នុងក្រុមហ្នឹងពេលថាធ្វើការមិនរហូតពីច្រើនគឺនៅជាមួយគ្នាជុំគ្នារហូតមកជុំគ្នាបន្ថែមតួអង្គមួយមករហូតយ៉ាងទៅធ្វើឲ្យតំណងហ្នឹងគឺវាទៅមុខរហូតហ្មងគឺលយមែនតើបើទោះបីជាល្អច្រើនក៏វាមានកន្លែងដែរហើយទៅចិត្តទីដែរដូចជាកន្លែង Sentry ពាក់ឈុតofficial ឈុតស៊ីនហ្នឹងគឺវាអត់បានប្រមាណទេយើងបានឃើញពីតួអង្គនឹងថាមពលអីមិននៅពេលដែលខ្លាចជា Sentry ប៉ុន្តែបើថានិយាយជាក់ស្ដែងទៅគឺបានមកផ្លែតមែនតើហ្មងថាអ្នកនំពឹងខ្ពស់អីណា Sentry មកអីស្អីខ្លៅអីណាចប់ហើយគឺគ្មានទេអត់មានអីថារំភើបជាងក្នុង trailer ទេ Sentry ក្នុងនេះខ្ញុំហ៊ាននិយាយថាអញ្ចឹងហ្មងវាលយត្រង់ថាវាបានតំណងមួយពួងតួអង្គផ្សេងប៉ុន្តែបើថាថាមពលវាយគ្នាបាក់ប៊ីអាចគឺអត់សូវជាមានអីផងពូយាយ Valentina ហ្នឹងក៏រៀងភ្លាមដែរយាយនេះដូចជាធ្វើការអត់សូវគិតបានវែងឆ្ងាយមិនអីមិនមើលទៅដូចគិតថាគេនឹងមួទាំងអស់គ្នាមិនវាឲ្យវារៀងភ្លាវបន្តិចហើយបើតួអង្គជាអ្នកចំណិតរបស់យាយនឹងឈ្មោះ Mel ហ្នឹងក៏យ៉ាងដែរតួអង្គហ្នឹងគឺជាតួអង្គដែលបន្តភ្ជាប់តែរឿងតភ្ជាប់ឲ្យតួអង្គនឹងមានដឹងរឿងច្រើនបន្ថែមដែលធ្វើឲ្យយើងដូចជាអត់សូវមានអារម្មណ៍អីខ្លាំងជាមួយនឹងតួអង្គហ្នឹងអញ្ចឹងណាដែលសរុបមករឿងនេះគឺជារឿងមួយដែលអែមនឹងក្នុងកម្រិតរឿងមួយដែលតែរឿងវាល្អមែនទែនវាទៅមុខរហូតវាធ្វើបានល្អថែមលើនឹងទៀតគឺខ្ញុំឲ្យ credit លើរឿងនេះខ្លាំងមែនទែនដោយសារតែគេប្រើប្រាស់តួអង្គដែលតួអង្គដែលគេបំភ្លេចចោលបានល្អមកបញ្ចូលគ្នាខ្លាចជា team មួយថ្មីគឺ New Avenger ហ្នឹងបានល្អហើយ
រឿងនេះអាចនិយាយបានថាជារឿងមួយដែលជារឿងក្រុមបញ្ចូលគ្នាបន្ទាប់ពីរឿង end game តែយើងមិនទាន់ឃើញជារឿងណាមានការបញ្ចូលក្រុមគ្នាមានតំណែងក្រុមបានល្អអីណាមកទេក៏អី adventure ក៏អត់មានអីក៏អត់មានយើងបានរឿងនេះមួយនៅសុកបានរឿងនេះមួយដែលខ្ញុំគាត់ថាវារៀងធ្វើយើងចង់មើលរឿងដែលវាមានការបញ្ចូលក្រុមគ្នានៅខាងមុខទៀតអញ្ចឹងណាហើយក៏ជារឿងមួយដែលផ្ដល់នៅអារម្មណ៍មួយប្លែកឲ្យយើងនៅពេលដែលយើងមើលរឿង MCU ដែលរបៀបថាអត់សូវល្អមកពីមុនណាដល់ពេលយើងមកមើលរឿងនេះទៅគឺវារៀងប្លែកខ្លាំងមែនតើកុំភ្លេចមើល credit scene ណាទី2ផងវារៀងភ្ញាក់ផ្អើលរៀងដាស់រំភើបឲ្យយើងចង់មើលរឿង Fantastic Four នៅខែ7ហ្នឹងដែរហ្នឹងហើយមានតែប៉ុណ្្នឹងទេអ្នកតែមើលឲ្យមានចំណាប់អារម្មណ៍មិនដែរកុំភ្លេច comment ផងសន្តិភាព